ថ្ងៃនេះនឹងហេងអីក៏ហេងម្លេះបងប្អូនណាយខ្ញុំត្រូវបានអ្នកគ្រូរបស់ Universe អញ្ជើញមកសាលាទាំងថ្ងៃតែម្ដងចាអញ្ចឹងហើយកុំអោយខាតថតវីដេអូឲ្យបងប្អូនទាំងអស់គ្នាមួយសិនមកដល់គឺ selfie ជាមួយអ្នកគ្រូរបស់ Universe មួយសិនចាបន្ទាប់មកហ្នឹងគឺថាកម្មវិធីនេះគឺជាកម្មវិធីថ្ងៃបុណ្យ Valentine Day Universe គាត់ថាឃើញខ្ញុំគាត់ surprise ឃើញខ្ញុំគឺថារត់មកអោបតែម្ដងចាហើយខ្ញុំហ្នឹងក៏មានចានេះកាដូជូនដល់សាលារៀនដល់អ្នកគ្រូចាទិញរបស់ញ៉ាំឡើងមកថងធំមកបងប្អូនយកមកចែកក្មេងៗថ្ងៃនេះសាលារៀននៅអាមេរិកហ្នឹងគឺមានកម្មវិធីថ្ងៃបុណ្យក្តីស្រឡាញ់ឲ្យឪពុកម្ដាយហ្នឹងគិតចង់ចូលរួមទិញរបស់ញ៉ាំអីក៏ទិញទៅនេះបងប្អូនអញ្ចឹងខ្ញុំក៏ទិញឈីបនេះបងប្អូននេះកញ្ចប់ទាំងអស់ហ្នឹងគឺខ្ញុំទិញហើយឪពុកម្ដាយផ្សេងខ្លះហ្នឹងក៏ទិញស្ករគ្រាប់ទិញរបស់ញ៉ាំអីផ្សេងរបស់លេងអីចឹងណាបងប្អូនពួកអីនៅសាលារៀននេះថ្ងៃនេះហ្នឹងគឺអ្នកគ្រូគាត់ប្រាប់គាត់ផ្ញើសារមកចាឲ្យប៉ាម៉ាក់ហ្នឹងចង់ទិញអីទិញទៅព្រោះអីថ្ងៃបុណ្យក្តីស្រឡាញ់ទិញកាដូជូនក្មេងៗអញ្ចឹងនៅនេះមានសិស្សសាលាអញ្ចឹងដូចខ្ញុំទិញអញ្ចឹងចែកគ្នាមកមុខម្នាក់មួយទៅប៉ាម៉ាក់ផ្សេងហ្នឹងតែនៅសាលាគេហាមដែរកុំអោយទិញទឹកដោះគោឬជាតិនំនៃជាតិទឹកដោះគោអីចឹងព្រោះអីនៅសាលាគេមានគ្រប់គ្រាន់ដែរយើងទិញរបស់អីផ្សេងក្រៅពីនឹងគាត់ទិញរបស់ផ្សេងអញ្ចឹងអ្នកខ្លះក៏ទិញបែបភៅឬក៏គ្រាប់ស្អីខ្លះទេបងប្អូនហើយច្រើនណាស់ដល់អញ្ចឹងហើយគេចូលមករួមចាឲ្យសិស្សសាលាទាំងអស់គ្នាហ្នឹងដល់ម៉ោងញ៉ាំហ្នឹងគឺចែកគ្នាមកមុខម្នាក់មួយគ្រប់គ្នាអញ្ចឹងដូចស្ករគ្រាប់នេះអ្នកទិញស្ករគ្រាប់ក៏ចែកស្ករគ្រាប់ទៅគ្រប់សិស្សអញ្ចឹងណាបងប្អូនបង្ហាញពីក្តីស្រឡាញ់ហើយក៏ឲ្យនិយាយថាកូន Happy Valentine Day ឲ្យកូនហ្នឹងនិយាយប្រាប់ថាកូនស្រឡាញ់ម៉ាក់អីចឹងណាបងប្អូនប៉ុន្តែខ្ញុំទៅថ្ងៃនេះហ្នឹងមានប៉ាអីទេមានតែម៉ាក់ហ្នឹងប៉ារវល់ទៅធ្វើការហើយយ៉ាងហើយមានតែម៉ាក់សិតតែម៉ាក់ហើយនៅសាលារៀនគេនៅក្នុងសាលារៀនគេហ្នឹងបងប្អូនមានធុងសារ៉ាំនៅក្នុងហ្នឹងហើយស្រេចមានទឹកក្តៅទឹកត្រជាក់កន្លែងដាក់កាបូបហ្នឹងដូច Universe អង្គុយនេះបងប្អូនមួយបន្ទប់រៀនថ្នាក់រៀនរបស់ Universe ហើយនៅអាមេរិកនេះសិស្សសាលាក្មេងៗបងប្អូនបើនិយាយពីថាការស្លៀកពាក់សក់អីហ្នឹងគឺគេអត់ហាមឃាត់ខុសពីយើងនៅស្រុកខ្មែរនៅអាមេរិកនេះខោអាវការស្លៀកពាក់ឲ្យតែយើងមើលឪពុកម្ដាយថាមើលទៅសមរម្យសមសួនថាកូនយើងមករៀនស្អាតបាតហើយយើងស្លៀកពណ៌អីក៏ស្លៀកទៅចាអត់ប្រកាន់ទេដូចនៅអាមេរិកឥឡូវហ្នឹងដល់រដូវខែត្រជាក់លក្ខកខែត្រជាក់ខ្លាំងណាបងប្អូនមើលតអាវ Universe គាត់ពាក់ទៅច្រើនជាន់ណាចាបរិយាសក់ក្បាលវិញចង់អ្នកណាចង់ទុកសក់វែងសក់ខ្លីចង់មូលចង់ក្រង់ទាំងកូនប្រុសទាំងកូនស្រីគេអត់ហាមឃាត់ទេកូនក្មេងចង់ដាក់សក់ពណ៌សក់មិនបានទេតាមចិត្តគេអត់ប្រកាន់ច្រើនណាបងប្អូនយើងជាឪពុកម្ដាយមើលទៅមិនថែឲ្យកូនយើងនឹងសំសួនអញ្ចឹងណាបងប្អូនចាហើយនៅស្រុកនេះបងប្អូនវិញគេបង្រៀនឲ្យកូនក្មេងហ្នឹងគឺនៅតូចចឹងមែនចេះធ្វើអ្វីដោយខ្លួនឯងញ៉ាំហើយត្រូវរៀនសម្អាតដោយខ្លួនឯងចាការងារទាំងឡាយណាដែលគាត់ធ្វើគឺគាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯងនិយាយទៅមកដល់កន្លែងនេះបងប្អូនដឹងមិនទេមិញក្មេងនៅស្រុកនេះខ្ញុំមានអារម្មណ៍ថាមានមោទនភាពមែនទែនគាត់មានសំណាងបងប្អូនមើលសាលារបៀបការរៀបចំរបៀបរៀនចានៅក្នុងសាលាគេហ្នឹងគឺគេអប់រំនៅស្រុកនេះគឺសេរីភាពពេលខ្លះមានអារម្មណ៍ថាសេរីភាពខ្លាំងដល់អញ្ចឹងហើយខ្ញុំម្នេះក៏មានអារម្មណ៍ថាបារម្ភដែរណាបងប្អូនពោះកូននៅស្រុកនេះមានសិទ្ធិធំណាស់ក្មេងនៅអាមេរិកនេះបងប្អូនគ្រូឪពុកម្ដាយឲ្យមានសិទ្ធិវាយក្មេងណាមិនចឹងទេមិនបានទេគេដឹងប៉ូលីសចាប់ទាំងការរៀនសូត្រចាគឺនៅស្រុកនេះរដ្ឋទទួលខុសត្រូវគ្រប់បែបយ៉ាងចាដូចមកសាលារៀនអញ្ចឹងបងប្អូននៅនេះចាកូនក្មេងអត់ចាយលុយណាបងប្អូនមករៀនណាឪពុកម្ដាយអត់អស់លុយទេចាគេមានចំណីផ្លែឈើចាការហូបចុកតាំងពីព្រឹកដល់ល្ងាចហ្នឹងណាដល់ម៉ោងចេញទៅផ្ទះហ្នឹងគឺរដ្ឋសាលារៀនគឺគេឧបត្ថម្ភគ្រប់បែបយ៉ាងឪពុកម្ដាយអត់អស់លុយទេអញ្ចឹងបងប្អូនអញ្ចឹងមិនថានៅស្រុកនេះសួរថាឪពុកម្ដាយការងារ
គឺខំប្រឹងធ្វើការរស់ស៊ីសន្សំលុយបើរឿងកូនអត់អស់លុយទេចា វាស្រួលដែរតាំងពីកើតកូនមកកូនងាគឺគេឲ្យទៅដោះគោចាហើយគេឧបត្ថម្ភលុយទៀតរៀងរាល់ឆ្នាំចាកូនមួយ$3,000ទៅ$3,500កូនក្រោមអាយុ5ឆ្នាំ$3,500ណាបងប្អូនក្មេងនៅស្រុកនេះហើយគេឲ្យជារៀងរាល់ឆ្នាំចារដ្ឋគេជួយចិញ្ចឹមកូនដល់អាយុ18ឆ្នាំឯណោះអញ្ចឹងមិនថាបងប្អូនយើងគិតមើលថាសំណាងប៉ុណ្ណាមានអារម្មណ៍ថាបងប្អូនដែលដាក់ពាក្យមករស់នៅសហរដ្ឋអាមេរិកនេះមានសំណាងបងប្អូនជាពិសេសអ្នកមានកូនបងប្អូនមើលនេះសាលារៀនចាសាលារៀនគេវិញស្អាតខ្លាំងណាបងប្អូននៅកន្លែងនេះអញ្ចឹងបានកូនក្មេងពេលដែលទៅលេងស្រុកតំបន់ដែលមានផុកមានច្រំគាត់អត់ស្គាល់ទេបងប្អូនអើយគាត់ស្គាល់តែស្អាតអញ្ចឹងហើយបានខ្ញុំមានអារម្មណ៍ថាអាណិតកូនណាអូយឆ្នាំកាយuniverse អាយុ4ឆ្នាំខ្ញុំនាំទៅលេងស្រុកខ្មែរដល់ហើយចឹងគាត់អត់ស្គាល់ផុកអត់ស្គាល់អីដល់អញ្ចឹងហើយគាត់ខ្លាចឃើញផុកក៏គាត់ខ្លាចហ្មងគ្មានចុះដើរទេអញ្ចឹងហើយបានថាអាយុប៉ុណ្ណឹងយើងនាំកូនឲ្យទៅស្គាល់ស្រុកទេសស្រុកភូមិយើងឲ្យគាត់ស្គាល់ពីតំបន់នៃការរស់នៅឪពុកម្ដាយដែលធ្លាប់កើតចឹងណាបងប្អូនពួកគាត់រស់នៅតំបន់នៅអាមេរិកនេះគាត់ស្គាល់តែភាពស្អាតចាភាពរុងរឿងប្រទេសដែលគេអភិវឌ្ឍរួចទៅហើយអញ្ចឹងទោះបីយើងទៅដល់ទីកន្លែងណាក៏យើងត្រូវណែនាំកូនក្មេងជំនាន់ក្រោយហ្នឹងឲ្យគាត់ស្គាល់ចាស្គាល់ដើមកំណើតប៉ាម៉ាក់នៅណារស់នៅកន្លែងណាឲ្យគាត់រៀនតស៊ូរៀនស្គាល់ចឹងណាបងប្អូនកុំឲ្យទៅស្គាល់ស្រួលពេកតែឲ្យស្គាល់តាយាយអ៊ំពូមីងនៅស្រុកព្រោះអីនៅខ្ញុំនៅអាមេរិកនេះអត់មានបងប្អូនទេហើយរៀបរាប់ហ្នឹងក៏ដើរដល់ចេញពីសាលារៀនណាបងប្អូនចឹងមិនថាមករស់នៅសហរដ្ឋអាមេរិកនេះគឺជាតំបន់អាកាសដែលបងប្អូនរកលុយចាទុកខ្លះចាយខ្លះផ្ញើឲ្យបងប្អូនខ្លះដើរលេងកំសាន្តសម្រាប់ក្រុមគ្រួសារចឹងក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែរសម្រាប់បងប្អូនដៃថ្មីអីកុំភ្លេចចូលមកលេងខ្ញុំផងព្រោះអីមួយរយៈនេះចាប់ដើមធ្វើវីដេអូរាល់ថ្ងៃណាបងប្អូនចឹងហើយកុំភ្លេចជួយគាំទ្រផងចារីកខ្ញុំនៅនេះនឹងតិចខ្លាំងណាបងប្អូនអើយមើលពីការស្លៀកពាក់ខ្ញុំនេះគឺរងាណាចេញមកខាងក្រៅតិចខ្លាំងណា